ជាអ្នកលក់សម្ដីល្អនាំលៀបសម្ដីពីរោះនាំសំណាងសម្ដីតាក់ចិត្តនាំទ្រព្យចូលផ្ទះជាអ្នកលក់បើអាចបដូរឃ្លានិយាយខ្លះសំណាងនឹងចូលមកក្នុងការលក់របស់អ្នកមិនខាននេះគឺជាពាក្យទាំង10ឃ្លាដែលអ្នកលក់គួរតែផ្លាស់ប្ដូរដើម្បីលទ្ធផលនៃការលក់របស់អ្នកកាន់តែប្រសើរជាងមុនទី1ទំនិញនេះថ្លៃ$20បូកជាមួយថ្លៃដឹក$2គួរបដូរទៅជាទំនិញបងអស់$22 free ដឹកជញ្ជូនជូនបងទី2ទំនិញខ្ញុំរៀងថ្លៃបន្តិចគួរបដូរទៅជាទំនិញនេះតម្លៃសមរម្យទៅតាមគុណភាពរបស់វាទី3ទំនិញនេះបងយកឬក៏មិនយកគួរបដូរទៅជាបងយកមួយណាដែរយកឈុតតូចឬក៏ឈុតធំទី4ទំនិញមួយនេះលក់ដាច់ប្រចាំហាងបដូរទៅជាភ្ញៀវភាគច្រើនពេញចិត្តទំនិញមួយនេះខ្លាំងទី5ទំនិញនេះដាច់ថ្លៃត្រឹម$35បដូរទៅជាបងគិតឲ្យខ្ញុំត្រឹមតែ$35គឺបានហើយទី6ទំនិញនេះបញ្ចុះតម្លៃ50%បដូរទៅជាអីវ៉ាន់មួយនេះជួយសេវលុយបងបានពាក់កណ្ដាលទី7ទំនិញមួយនេះធានាថា5ថ្ងៃបានផលបដូរទៅជាបើសិនជាបងប្រើត្រឹមត្រូវតាមការណែនាំ5ថ្ងៃទៀតធានាថាប្លែកទី8ទំនិញខ្ញុំល្អជាងគេបដូរទៅជាទំនិញកន្លែងខ្ញុំបើមិនពេញចិត្តបងអាចបដូរយកលុយវិញបានទី9ទំនិញកន្លែងខ្ញុំលក់ថោកជាងគេបដូរទៅជាទំនិញនៅហាងរបស់ខ្ញុំតម្លៃសមរម្យអាចទទួលយកបានទី10ទំនិញនេះខ្ញុំចំណេញមិនច្រើនទេបដូរទៅជាទំនិញរបស់ខ្ញុំលក់ជូនបងក្នុងតម្លៃថ្លៃដើមមួយចុះដើម្បីឲ្យបងយកទៅប្រើហេងទាំងអស់គ្នាចង់បំពន់គំនិតនៅក្នុងការលក់របស់អ្នកឲ្យកាន់តែល្អប្រសើរខ្ញុំណែនាំសៀវភៅផ្កាយ5ដែលនិពន្ធដោយខ្ញុំផ្ទាល់តែម្ដងអាចរកទិញបាននៅតាមបណ្ណាគារឬទម្លាក់លេខនៅខាងក្រោម comment នេះក្រុមការងារនឹងទំនាក់ទំនងទៅកាន់បងប្អូនទាំងអស់គ្នា